រយៈពេល50ថ្ងៃហើយបន្ទាប់ពីខ្ញុំបានស្គាល់រសជាតិទូរស័ព្ទមួយ model ដែលខ្ញុំអាចនិយាយបានថាវាគឺជាទូរស័ព្ទដែលខ្ញុំ recommend ខ្លាំងបំផុតសម្រាប់តម្លៃខ្ទង់$200ជាង Infinix Hot 60 Pro Plus វាគឺជាទូរស័ព្ទដែលខ្ញុំ recommend សម្រាប់អ្នកដែលចង់បានទូរស័ព្ទថ្មីតម្លៃ$200ជាងហើយនេះគឺជាមូលហេតុទាំង5មូលហេតុទី1គឺអេក្រង់ AMOLED refresh rate 144Hz អេក្រង់របស់វាគឺធំល្អហើយភ្លឺខ្លាំងទៀតពណ៌ក៏ម៉ត់ច្បាស់ដែរខ្ញុំចូលចិត្តជាងគេនៅពេលដែលខ្ញុំប្រើវាមើលវីដេអូឬសំខាន់មួយទៀតគឺវាមាន sensor សម្រាប់ scan ម្រាមដៃដោះសោដូចជាទូរស័ព្ទថ្លៃៗដែរអញ្ចឹងអេក្រង់នេះគឺជាចំណុចឈ្នះសម្រាប់អ្នកដែលកាន់លុយត្រឹម2សន្លឹកមូលហេតុទី2គឺល្បឿនសម្រាប់ទូរស័ព្ទដែលមានតម្លៃធូរថ្លៃអ្វីដែលខ្ញុំតឹងចិត្តបំផុតខ្ញុំខ្លាចបំផុតគឺការដែល touch ទៅចុចទៅគឺវាអត់ respond មកលឿនតន់ចិត្តប៉ុន្តែសម្រាប់ model នេះគឺវាឆ្លើយតបមកល្មមនឹងប្រើវាអត់យឺតខ្លាំងទេសម្រាប់ game ទូទៅដែលមិនប្រើ graphic ធន់ខ្លាំងទូរស័ព្ទនេះគឺអាចរត់ smooth ទាំងអស់មូលហេតុទី3គឺថាមពលថ្ម5160 mAh ខ្ញុំអាចប្រើពីព្រឹកដល់ល្ងាចបានដោយមិនចាំបាច់សាក2ដងទេហើយ chip របស់វាគឺមាន frequency ទាបការ standby គឺវាធ្វើបានល្អហើយភាគច្រើនខ្ញុំប្រើវាសម្រាប់ chat social media និងមើលវីដេអូនៅក្នុង YouTube មូលហេតុទី4គឺ software របស់ Infinix Hot 60 Pro Plus នេះគឺជា software មួយដែលខ្ញុំមិននឹកស្មានថាគេមានរបស់លេងច្រើនគួរសមក្នុងហ្នឹងគឺវាមាន AI សម្រាប់បកប្រែ AI កែរូបភាពនិង AI ជាច្រើនទៀតហើយជាពិសេសគឺការ customize home screen icon និងរបស់ប្លែកៗមួយចំនួនទៀតនៅក្នុង software ហ្នឹងមុខងារសំខាន់មួយទៀតដែលខ្ញុំមិនអាចខ្វះបាននៅក្នុងទូរស័ព្ទគឺការដែល record សំឡេងនៅពេលដែលនិយាយទូរស័ព្ទមួយនេះគឺវាមានហើយវា record auto មិនចាំបាច់ចុចទេមូលហេតុទី5ចុងក្រោយគេគឺរចនាបថខ្ញុំប្រើពាក្យរចនាបថក៏ដោយសារតែមិនមែនតែសំដៅទៅលើរូបរាងរបស់វាទេគឺការ design ទាំងស្រុងបូករួមទាំងកម្រាស់ស្ដើងទម្ងន់ស្រាលនិងភាព comfort នៅពេលដែលចាប់កាន់នៅនឹងដៃពេលដែលផ្អៀងចុចពេលដែលចុចបញ្ឈរគឺវាមិនធ្វើឲ្យខ្ញុំនឹងទើសដៃពិបាកកាន់ពិបាកប្រើទេនេះគឺជាចំណុចធំនៅក្នុងផ្នែកទូរស័ព្ទអញ្ចឹងមូលហេតុទាំង5នេះអាចឲ្យខ្ញុំ recommend ខ្លាំងជាងគេសម្រាប់ Infinix Hot 60 Pro Plus នៅក្នុងផ្នែកទូរស័ព្ទដែលមានតម្លៃ$200ជាងអរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត